ឥឡូវអ្វីដែលពូចង់និយាយទី1គឺពាក់ព័ន្ធនឹងរឿងចៅឆក់កាបូបជនបរទេសរបស់ Mr. Chris យើងស្គាល់ហើយប្រហែលជាបងប្អូនយើងភាគច្រើនគាត់ស្គាល់តែម្ចាស់ចាស់គាត់ស្គាល់ទេភាគច្រើនចាស់គាត់ស្គាល់ថា Mr. Chris ជានរណាទេ Mr. Chris គឺជា creator ឬក៏ជាអ្នកធ្វើវីដេអូហើយក៏ជាជនបរទេសម្នាក់ដែលគាត់បានធ្វើវីដេអូបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ពិភពលោកតាមរយៈការធ្វើ vlog ការធ្វើវីដេអូផ្សេងហើយគាត់ក៏មានសង្សាររបស់គាត់ម្នាក់ផងដែរក៏ប៉ុន្តែថ្ងៃមិញចៃដន្យបានត្រូវចោលឆក់កាបូបដោយក្នុងកាបូបរបស់គាត់មានកាតធនាគារអត្តសញ្ញាណប័ណ្ណមាន passport ហើយនឹងសៀវភៅឯកសាររបស់គាត់ផ្សេងទៀតក៏ប៉ុន្តែក្រោយពី Mr. Chris បានផុសនៅលើ page ផ្លូវការហើយបានធ្វើឲ្យមហាជនជាពិសេសបងប្អូនខ្មែរយើងដែលស្គាល់តាមរយៈការធ្វើវីដេអូរបស់ Mr. Chris បានជួយ share តគ្នាហើយក៏ធ្វើឲ្យលេចលឺទៅដល់កម្លាំងសមត្ថកិច្ចជាពិសេសក្រោមការចង្អុលបង្ហាញពីលោកពូជុនរិនស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាបងប្រុសបុត្រវណ្ណរដ្ឋដែលជាប្រធាននាយកដ្ឋានរងព្រំទាន់បានចាត់វិធានការបានន័យថាធ្វើការរយៈពេល13ម៉ោងគេថាតែ3ម៉ោងទេ3ម៉ោងនោះបានន័យថាបំបែកសំណុំរឿងឬក៏បំបែកនៅភាពសង្ស័យដែលជនឆក់កាបូប Mr. Chris ហើយនឹងសង្សាររបស់គាត់ហ្នឹងគឺបាននាំខ្លួនមកកាន់នាយកដ្ឋានព្រំទាន់នៅអគ្គស្នងការឬក៏ក្រសួងមហាផ្ទៃអញ្ចឹងបានន័យថាវាពិតជាលទ្ធផលដ៏គួរឲ្យស្ញាប់ស្ញើហើយសាទរមែនទែនចំពោះចំណាត់ការមួយនេះអានេះពូនិយាយមែនណាអាចុយម្រាយចោលឆក់ហ្នឹងវាមានមិនបានខ្វល់ឬក៏មិនបានគិតថាជនបរទេស Mr. Chris ហ្នឹងបានជួយអីឬក៏ធ្វើអីដើម្បីជាមុខមាត់ប្រទេសដើម្បីជួយគេហៅថាផ្សព្វផ្សាយកម្ពុជាឲ្យពិភពលោកបានស្គាល់វាមានខ្វល់វាអាចោលសក់លឿងហ្នឹងអាហ្នឹងវាឆក់អាហ្នឹងហើយក៏ជាមុខសញ្ញាចាស់ទៀតតាមការសាកសួរចម្លើយពីកម្លាំងសមត្ថកិច្ចខាងនាយកដ្ឋានព្រំទាន់បានសួរថាមុខសញ្ញាហ្នឹងគឺមុខសញ្ញាជនគេហៅថាជនសង្ស័យហ្នឹងគឺជាមុខសញ្ញាចាស់ទៀតដែលធ្វើសកម្មភាពឆក់កាបូបទៅលើ Mr. Chris ហើយនឹងសង្សាររបស់គាត់ក៏ប៉ុន្តែក្រោយពី Mr. Chris បានដាក់ទីប្រឹងរយៈពេល3ម៉ោងហើយតាមរយៈការសៀររបស់បងប្អូនមហាជនបានធ្វើឲ្យកម្លាំងសមត្ថកិច្ចយើងគឺបំបែកសំណុំរឿងនេះទាន់ហេតុការណ៍ភ្លាមហើយ Mr. Chris ក៏បានអរគុណហើយសប្បាយចិត្តចំពោះការជួយរបស់កម្លាំងសមត្ថកិច្ចដែលបានយកកាបូបហើយនឹងឯកសាររបស់គាត់ផ្សេងបកគលជូនគាត់វិញយើងដឹងហើយថារឿងឆក់រឿងអីនេះវាអត់មានសម្ដៅថាអ្នកល្បីមិនល្បីខ្មែរឬបរទេសទេអញ្ចឹងបានន័យថាសកម្មភាពឆក់រាល់ថ្ងៃនេះគឺនៅតែបន្តកើតមានក៏ប៉ុន្តែគាត់ថាវាកាត់បន្ថយតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនមហាជនលោកយាយលោកតាអ៊ំពុំមិញជាពិសេសអ្នកធ្វើដំណើរតាមផ្លូវអ្នកធ្វើជាបញ្ជាទៅគឺអ្នកជិះម៉ូតូហ្នឹងហ្មងប្រយ័ត្នមែនតើជាពិសេសគឺកាបូបហ្មងជួនកាលឆក់ហ្នឹងវាធ្វើឲ្យបាត់បង់អាយុជីវិតដោយយើងឃើញករណីជាក់ស្ដែងកន្លងទៅហើយទាញកាបូបទាញឲ្យដួលហើយធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតធ្វើឲ្យជនរងគ្រោះពិការនឹងហើយដោយសារតែអំពើឆក់ប្លន់ហ្នឹងនេះបើយើងគិតមែនតើទៅថាតើយើងគួរតែដាក់ទោសយ៉ាងម៉េចឲ្យស័ក្តិសមនឹងអ្វីដែលវាបានធ្វើនេះអាចោលសក់លឿងនេះកណ្ដួយម៉ាក់អាចុយម្រាយទៅនេះយើងស្រឡាញ់ទឹកចិត្តបេះដូង Mr. Chris សម្បត្តិពូក៏ respect ចំពោះគាត់ដែរដែលគាត់ជាជនបរទេសប៉ុន្តែគាត់បានជួយធ្វើវីដេអូផ្សព្វផ្សាយទាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងនៅខេត្តសៀមរាបជាពិសេសប្រាសាទអង្គរវត្តហើយតាមបណ្ដាខេត្តដូចជាកំពង់សោមដូចអីតាមតំបន់ទេសចរដែលគាត់បានធ្វើដំណើរទៅដល់គាត់ធ្វើវីដេអូរបស់គាត់ដែលមានអ្នក subscribe មានទាំងខ្មែរមានទាំងជនបរទេសប្រហែលចូលជាង2លានអ្នកជាងដែលមើលវីដេអូរបស់គាត់អញ្ចឹងបានន័យថាភាគច្រើនអ្នក subscribe របស់គាត់គឺជនបរទេសហើយគេស្គាល់កម្ពុជាតាមរយៈអ្វីដែលគាត់បានផ្សព្វផ្សាយបានបង្ហាញទៅកាន់ពិភពលោកតែគូវាមិនគូណាតែមានអាចោល500នេះអាចោលសក់លឿងនេះវាមកធ្វើអំពើដ៏ថោកទាបមិនគួរឲ្យកើតឡើងនេះអានេះសំណាងហើយដែលគាត់អត់មានគ្រោះថ្នាក់ជាមួយនឹងសង្សាររបស់គាត់បើមានគ្រោះថ្នាក់ថែមទៀតក្នុងនាមយើងជាប្រជាជនកម្ពុជាក្នុងនាមយើងជាម្ចាស់ប្រទេសយើងខ្មាស់គាត់ណាខ្មាស់គាត់ដែលគាត់បានជួយតឹងមិនមានអ្វីតបស្នងតឹងមិនទាមទារការផលតបស្នងទៅគាត់បែរជាធ្វើឲ្យគាត់បានន័យថាបាត់បង់នៅទ្រព្យសម្បត្តិយើងវាអាម៉ាស់ជាទីបំផុតក្នុងនាមយើងជាប្រជាជនកម្ពុជាតែឥឡូវនេះសមត្ថកិច្ចបានបំបែកសំណុំរឿងនឹងហើយក៏បានកបួយអាចោលសក់លឿងនឹងចូលទៅពន្ធនាគារបាត់ហើយរញ៉ាយចូលគុកមួយហើយតែវាសំខាន់វាចាប់បានហើយមានអ្នកពុងសៀទៀតវាអ្នកចូលខមមិនមកស្តៀងពូចក់មកបងពូចក់និយាយក៏ដូចម៉ែតៃហោងទៅនេះវាទៅជាមកអាចោលសក់លឿងនេះអញឆ្ងល់ហើយដែរវាល្មិចបានបន្ថែមមកស្តៀងអញឯងមើលត្រង់ណាអាចោលសក់លឿងឯងមើលអូអញសក់ខ្មៅអានេះសក់លឿងមកកន្លែងណាស្តៀងអញមើលមកវាដូចជាមិនស្តៀងទាល់តែសពអត់មានស៊ីមេត្រីមួយគ្នាហ្មងឯងមើលកន្លែងណាមិនស្តៀងវាស្ទើរតែណាំងស្មានតែប្អូនពូចក់ស្មានតែពូចក់ឲ្យមកស្តៀងគ្នាយេអារផ្ទះបាញ់នេះទៅនេះឲ្យតែរឿងអញ្ចឹងវាទាញឯងចូលទៅវាស្តៀងគ្នាវាបដូចគ្នាទួយម៉ែរបលយោអូខេ
ហើយឥឡូវក៏កម្លាំងសមត្ថកិច្ចបានកបួចចៅសក់លឹងនឹងរួចរាល់អស់ហើយឥឡូវយើងបន្តទៅរឿងទី2ពាក់ព័ន្ធនឹងក្រុមការគ្រប់គ្រងបងពូបានអបអរសាទរដែរចំពោះក្រុមការគ្រប់គ្រងដែលជាក្រុមគាត់ក្រុមបង្កើតឡើងមិត្តភាពលេងដើម្បីសុខភាពហើយក្នុងការងារជួយជំរុញសង្គមដោយជាគាត់ជួយផ្សព្វផ្សាយពីវិស័យទេសចរជួយជំរុញសក្តានុពលជួយវិស័យបាល់ទាត់ក៏ប៉ុន្តែឥឡូវនេះត្រូវបានក្លឹបបាល់ទាត់វិសាខាដែលជាក្លឹបធំនៅក្នុងលីកកម្ពុជាយើងបានចុះគេហៅថាអនុសារណៈយោគយល់គ្នាឬក៏ MOU បាទ MOU ហើយចាប់ពីពេលនេះតទៅក្លឹបការគ្រប់គ្រងដែលដឹកនាំដោយនាយពាក់មីនឹងក្លាយជាគេហៅថាក្រុមបាល់ទាត់បុតសម្ព័ន្ធរបស់វិសាខាហើយបើតាមពូស៊ូទៅកាន់នាយពាក់មីបានប្រាប់ពូថាក្នុងមួយឆ្នាំក្រុមការរីកគ្រប់គ្រងគឺទទួលបានតែកុមារដែលគាត់ឆ្លាញ់បាល់ទាត់នោះគឺជាង200នាក់ហើយការចំណាយទីសោតគាត់ចំណាយខ្លួនឯងទាំងអស់ទាំងលុយទាំងសម្ភារៈវឹកហាត់ទាំងថ្លៃធ្វើដំណើរទាំងការហូបចុកផ្សេងទាំងការជួលគ្រូសពបែបយ៉ាងគឺក្រុមការរីកគ្រប់គ្រងដែលដឹកនាំដោយនាយពាក់មីគាត់ជាអ្នករៀបចំហើយជួយជំរុញសក្តានុពលបាល់ទាត់ក៏ប៉ុន្តែដោយមើលឃើញការខិតខំប្រឹងប្រែងឥឡូវនឹងក្លឹបបាល់ទាត់វិសាខាបានចុះអនុសារណៈដើម្បីជួយជំរុញក្រុមការរីកគ្រប់គ្រងឲ្យកាន់តែមានភាពអភិវឌ្ឍហើយចាប់ពីពេលនេះតទៅបានន័យថាថ្នាលឬក៏ក្មេងៗរបស់អបការគ្រប់គ្រងក្រោយពីវឹកហាត់ហើយគឺមានសមត្ថភាពអាចមកធ្វើតេស្តនៅក្លឹបបាល់ទាត់វិសាខាបានហើយយើងដឹងថាកន្លងមកការរីកគ្រប់គ្រងបានបញ្ជូនថ្នាលរបស់ក្រុមហ្នឹងគឺទៅ3នាក់ហើយដោយឃ្លីនអ្នកចាំទីហ្វីលីបហើយនឹងកូនគាត់អាទូអញ្ចឹងបានន័យថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់នាយពេពីនៅក្នុងវិស័យបាល់ទាត់ពូក៏កោតសរសើរចំពោះគាត់ដែរតែបើតែគាត់លេងក៏ផ្លែងផ្លាក់ផ្លុងឥឡូវដូចឡានលុបលេងក៏ពិតមែនប៉ុន្តែបើមែនទៅទឹកចិត្តគាត់បៃដងគាត់ក៏ស្រឡាញ់បាល់ទាត់ឥឡូវហ្នឹងអ្វីដែលពូបានឃើញហ្នឹងគឺជាក់ស្ដែងវិសាខាជាមួយនឹងការរីកគ្រប់គ្រងពិតជាបានគេហៅថាធ្វើរឿងមួយដ៏អស្ចារ្យសម្រាប់បាល់ទាត់ដូចគ្នាអូខេឥឡូវយើងបន្តទៅរឿងទី3យប់មិញ Cristiano Ronaldo បានសុទ្ធគ្រាប់របស់គាត់ឲ្យ Al-Nassr យប់មិញដូចជាលេងនៅក្នុងក្របខ័ណ្ឌ Saudi Pro League សប្តាហ៍ទី25ពេល Al-Nassr ជួបជាមួយនឹងក្រុមបាល់ទាត់ Al-Galout ហើយយ៉ាងណាមិញបើយើងរាប់ទាំងក្លឹបទាំងជម្រើសជាតិ Ronaldo សុទ្ធបានដល់ទៅ928គ្រាប់គិតត្រឹមការប្រកួតយប់មិញតទល់នឹងក្រុម Al-Galout នេះសបញ្ជាក់ឲ្យឃើញថាដូចគ្មានស្អីអាចបញ្ឈប់ឥទ្ធិពលរបស់ Cristiano បានទេអាយុកាន់តែច្រើនក៏ពិតមែនក៏ប៉ុន្តែវាមិនមែនជាតួលេខឬក៏ជាកត្តាដែលត្រូវហាមគាត់នៅក្នុងការគាត់ឲ្យគាត់រកគ្រាប់បាល់បន្ថែមទេពេលនេះគឺម៉ោងនេះគឺត្រូវតែគេហៅថា count មកគ្រាប់ count 1 2គ្រាប់ count 1 3គ្រាប់ count 1រាប់រហូតដល់គាត់ retire ឬក៏គាត់ចូលនិវត្តន៍ព្រោះយប់មិញពូនិយាយមែនណាយប់មិញអ្វីដែលពូគិតថាគាត់ធ្វើបានវាពិតជាអស្ចារ្យសម្រាប់ការរកគ្រាប់បាល់របស់គាត់មកគ្រាប់តែធៀបចៃដន្យនៅពេលដែលក្រុម Al-Nassr កាត់ក្រហមពេលនោះគ្រូគាត់គឺលោក Stefano Pioli បានដូរគាត់ចេញនាទី60មែនតែនទៅមិនមែនថា Ronaldo នៅ Al-Nassr ទេទាំងគាត់នៅ Manchester ជាទាំងគាត់នៅ Real Madrid ទាំងគាត់នៅ Portugal លេងជម្រើសជាតិកំឡុងពេលដែលគាត់លេងប្រសិនបើគាត់ដាក់អារម្មណ៍តែគាត់លេងហើយប្រសិនបើគ្រូដូរវិញអារម្មណ៍របស់គាត់គឺប្រតិកម្មមកព្រោះពេលនោះគាត់មានតែអារម្មណ៍ sensitive អញ្ចឹងគាត់មិនន័យថាគាត់មិនចង់ដូរចេញទេគាត់ចង់លេងឲ្យចប់ការប្រកួត90នាទីពេញតែយប់មិញដល់ទៅពេលលោក Stefano គាត់គ្រូដូរគាត់ចេញគាត់មូម៉ៅយប់មិញគាត់មូម៉ៅគាត់ដើរចូលទៅ dressing room មុនគេព្រោះគាត់អត់ចង់ចេញទេគាត់ចង់លេងមកទោះបីជាសមាជិកក្នុងក្រុមនៅសល់តែគ្នា10នាក់ក៏ដោយនេះគឺជាអ្វីដែលពូបានឃើញការប្រកួតយប់មិញតទល់ជាមួយនឹង Al-Galout អូខេឥឡូវយើងបញ្ចប់ពីបញ្ហារបស់គាត់ចាំមើលឥឡូវសំបីតែ like ក៏វាកាត់ដែរធ្លាក់អស់ហើយដាក់ទៅនេះមែនថាឯងទ្រុនដាក់សារអញ្ចឹងចានទិញឆ្នាំទិញអីហ្នឹងហើយមកត្រង់តិចឆ្លងពូបងឯងទៅយកទឹកបងម្ដងក្រោយអត់ទេអត់ឃើញអត់ពូឃើញអត់ទេខ្ញុំខំខមមិនមួយថ្ងៃហ្នឹងចាប់បាត់ឈួតបាត់ហើយទៅវិញចឹង Facebook អត់ឃើញខមមិនអត់ទេតតពូមើលខមមិនផ្សេងមិនគាត់ថាយើងទឹកអត់តិចយើងនេះអត់កើតណាកកសុតយើងភៀនអត់កើតណាកកបាយទៅបានពូមើលបានតែខមមិនចប់មកបាយទៅវិញមានអីទៀតអត់អូយបលក្នុង Facebook អាប់ដេតតាវាបាត់ខមមិនបាត់អីអស់លេងហីស្គីថាចូលទល់មកឯនៅ hello ទៅទៀត hello ឃើញដែរវាអត់ឃើញមានសោះនេះវាដាក់ខមមិន appeal ឃើញនៅនឹងអូតិចរើយើង appeal ហ្នឹង
no comment việc là phi here nó mà đây tha comment nâng trên nền năng ta đã là admin tê của mình nữa chào trong sân đừng bị update đâu nào vì cũng an tâm đi sao bật lại từ phụ bật cho em ra vậy bật ở gầy và mặt đồ tí anh bật mặt đồ về nhảy chỉ tới không ca lại bảo cứ kênh của mình đây cứ chỉ bạn này là công thay tìm mùi ấy đây là bạc lại mình của mình số 7 tầm mùi giống như YouTube sắp xây mà mười của mình và chỉ Facebook update mình update được phải chẳng vì thực bắt ở lên không Pung ca mà lịch bắt đầu thì và hai muốn chơi cho năm like for ai pung ở gần chạm mà pung ở pung lại ở gần trong mở pung lại pung hộp bài ngày này nới sai pung ở đây comment xem sao là này môn like pung ở thuộc ở cho rò đong bên này ở mà bên đó rò đong trời mà ngày này gì bên mẹ làm là được chưa không đôi cái thà Ano Piep the power Assalamualaikum để được bắt Simon Chan Thưa này mà vậy tầm kênh màu vĩnh Simon Chan Thưa tới na tới đấy sơ lái bắt không bên dưới bao phía chắc là tầm miền bao Simon Chan Thưa trâu mà lấy bắt chừng để tầm kênh trâu vậy này pu JP Bakhe pu chọn prang lai đập bay thưa tu Japanสุดท้ายนะครับนี่สบายเจเต้มาสบายกุฏิเอาไปดมเนี่ยมือข้างหน้าเอาคนvì mình đang đại pu gọi là pu này tì đòn ấy ắt đằng thà việc mà chứ vì ta chơi rikin mà đấy mọc pu đôi chai về để giật chùm hiên của mình móc mà giờ này cái thơ ca gì mà nhận cái thơ ca nát thơ sầm nong mấy ngày 30 của prang ra không thưa mình bây giờ ọt ca như vậy pu chọn cái của anh luôn thì là mà nó pu chọn ông quỳ ấy bạn ai rồi mở tuần này còn mình lươn vậy ok ta